បើក្នុងរឿងខាងជើងចម្លងធ្វើអីគេថាមានចំហាយត្រជាក់ហ្នឹងគេហៅចំហាយ3សាច់ប៉ុន្តែនៅស្រុកនេះវាត្រជាក់ខ្លាំងណាស់មិនមែន3សាច់ទេគឺអាកាសធាតុត្រជាក់មិនត្រឹមត្រជាក់ល្ងាញញែឲ្យខ្ញុំស្គៀមឡើងដំលើកឹកតាកាលថ្ងៃពុតចេញពីរៀនភ្លាមដើរទៅផ្សារភ្លឹបដើម្បីទិញបានរបស់មួយចំនួនខ្ញុំទិញណែផាយហើយទិញផាយឆ្លៀតមើលមើលប្រៃគេទៀតនៅនេះគេហៅ fashion ណាបើសិនជាយើងបកប្រែទៅដូចមើលប្រៃស្រុកយើងណាវាមិនដូចគ្នាសុទ្ធសាធទេហើយក៏ឆ្លៀតមករកស្វាយខំរើអាទូចល្អិតនឹងឯងសាប់តែថ្លឹងទៅម្នាក់ហើយជិត3ផោនជិត3ផោនវា15500ស្រុកយើងដែរណាមិនទៅថោកអីហើយក៏ថាឲ្យស្ដីក៏ស្ដីសិនទៅឲ្យវ៉ាន់ទិញប្រហែលក្នុងមួយថងហ្នឹងថ្លៃស្វាយនឹងឯងជាងគេហើយក៏ទិញផាយបាន2ស្រុកនេះសម្បូរណាស់ផាយហ្នឹងគេផាយសាច់ជ្រូកសាច់គោសាច់មាន់អីគេមានទាំងអស់ហើយកំពុងតែរៀបចំលក់ឲ្យអ្នកត្រៀមសម្រាប់ Christmas អានេះគេហៅ read ភាសាអង់គ្លេសគេហៅ read អានេះគេដាក់ view តាមមុខផ្ទះគេហ្នឹងគេរៀបចំគ្រប់ប្រភេទរាងកងចាក់វងហ្នឹងណាហើយមុនខ្ញុំមិនបានទិញទេខ្ញុំធ្វើខ្លួនឯងបិទមុខផ្ទះធ្វើទៅក៏មិនស្អាតអីទេក៏ប៉ុន្តែម៉ែក្មេកខ្ញុំទៅសើស្អាតណាស់ម៉ែក្មេកចេះមកដល់ផ្ទះហើយក្នុងវីដេអូនិយាយពីលឿនក៏ពិតខ្ញុំដើរទៅមកដល់ផ្ទះឡើងហត់50ម៉ែត្រជាក្រុងណាដោយសារណែតិចផងយូរអីវ៉ាន់ធួនផងហើយមកដល់ផ្ទះក៏រៀបរាប់ថាបានស្ដីខ្លះបានលហុងនឹងទិញកម្រងយកមកបកតែបកមិនកើតទេបើចង់ទិញលហុងបកទិញអាកន្លែងដែលគេលក់ណែលហុងគេយកមកពីបង់ខ្លះដែរអីណាអានោះបានយកមកបកកើតឬក៏យកមកពីថៃអីទៅប៉ុន្តែបើទិញលហុងកន្លែងលក់ផ្លែឈើនោះវាទុនអស់ហើយប៉ុន្តែណែមករៀបរាប់រឿងបន្លែការពិតប្តីខ្ញុំនោះគេទិញណែស្ពៃក្តោបមកដុំហើយប៉ុន្តែវាអត់ត្រូវខ្ញុំក៏ទិញស្ពៃក្តោបយកមកបន្ទូគីចេះបានវាដូចអាស្ពៃក្តោបស្រុកយើងការពិតទៅហូបស្ដីក៏បានដែរប៉ុន្តែខ្ញុំចេះតែចង់តែចាយលុយទៀតណានៅឃើញថាដើរចូលផ្សារហើយឃើញស្ពៃក្តោបស្តៀងស្រុកយើងហើយក៏ទិញមកក្នុងប៉ុណ្ណេះនឹងគឺមានប្រមាណមុខនេះឯងអស់លុយមួយកណោដែររួចឆ្មានោះ3-5ពាន់ហើយក្រូចដែលហូប4នឹងក៏5ពាន់ដែរបន្ទាប់មកខ្ញុំក៏ថាណែអូយប់ទៅហើយណែរៀបរាប់ចុះឡើងយប់ក៏រៀបចំមកធ្វើណែម្ហូបសម្រាប់ពេលល្ងាចកំបិតនឹងសង្ស័យតែប្តីគេឈប់ឲ្យប្រើយ៉ាងជ្រុញខ្ញុំខនមកដល់ស្រុកនេះដំបូងខ្ញុំកាត់ជ្រុញបែកអស់2ទៅក៏ពេលទៅលេងខ្មែរខ្ញុំដឹកជ្រុញមកពីខ្មែរហ្នឹងតាដោយសារណែកុំឲ្យណែគេមើលងាយថាយើងមកដល់ផ្លាញរបស់គេបើមានឱកាសសំលុយបានទៅលេងស្រុកទៀតយកកំបិតប៉ាំងតមកពីខ្មែរម្ដងកុំឲ្យពិបាកប្រើកំបិតនៅនេះលួនដូចកណរៃកាប់ទៅខូចមុខខូចមាត់អស់ខូចកំបិតគេអស់ហើយកំបិតគេទិញថ្លៃផងបានទៅយកមកមែនឯងហើយកំពុងតែដាក់អំពងសាច់ជ្រូកប្រឡាក់គ្រឿងទុកប្រហែល5នាទីរួចក៏អំពងឆ្អឹងជ្រូកច្រឡំសាច់ជ្រូកហើយក៏រៀបចំបន្លែនេះរៀបចំចុះឡើងបើកមើលទូមានបន្លែពេញប៉ោះក៏ឃើញថាពេញប៉ោះចិត្តខូចហើយថែមពេញប៉ោះទៅតែពិតបំណងដាក់តែ2មុខប៉ុណ្ណេះឯងស្ពៃក្តោបហើយនឹងតកួនគេក៏មហាថ្លៃប៉ុន្តែចង់ហូបហើយក៏យកមកញាប់ដៃញាប់ជើងលាងទុកដាក់ក៏ពិតខ្ញុំធ្វើណែវីដេអូនេះក៏ខ្ញុំធ្វើឲ្យញាប់ទេក៏អត់ធ្វើមែនតើក៏ញាប់ដែរដោយសារណែថាត្រៀមបន្លែត្រៀមសាច់ឲ្យឆ្អិនឲ្យហើយទៅចាំតែថាមើលតែស្នេហាខ្ញុំណែជឹះតែភ្លើងមកជិតដល់ផ្ទះហើយចាំណែរៀបចំធ្វើតែម្ដងក្តៅហូបមកប្របាក់កណ្ដៅពី3ដងចាំជំនេះយើងប្រឡាក់គ្រឿងឡំឲ្យដាក់អំពងរួចហើយក៏យកខ្ទះមកក៏ដាក់ស្ករក្រហមដាក់ឡើងជើងក្រង់តិចយើងដាក់ខ្ទឹមក៏ចូលត្រឡប់ត្រឡិនគ្នាដើម្បីឲ្យវារាងបានពឿខ្ញុំក៏ដាក់ណែម្ទេសក្រហមរបស់កូរ៉េទេមានម្ទេសក្រហមរបស់យើងទេមកអានទិញមកហើយបន្ទាប់មកក៏ឆាឈួរឈប់ដាក់គ្រឿងអីហើយពីព្រោះដោយសារណែវាគ្រប់គ្រឿងហើយខ្ញុំគ្រាន់តែថែមទឹកស្អ៊ីវបន្តិចទេกับទឹកស្អ៊ីវរបស់ជប៉ុននេះគឺគេហៅស្ដីទៅគីយ៉ូសាហ្នឹងជាមួយខ្ញុំដាក់វាបន្តិចហើយនឹងដាក់ពេញប៉ោះកាពិតទៅពេញប៉ោះនេះខ្ញុំលាងរៀបចំតែមិនបានថតវីដេអូទេមុនដំបូងថាមកដាក់ទេប៉ុន្តែទៅមើលពេញប៉ោះចង់ខូចពេញប៉ោះ3ខូចអស់មួយបាត់ហើយក៏បាត់ចោលសល់តែ2យកមកដាក់ត្មងទៅកុំឲ្យខាតអត់ប្រយោជន៍ទឹកស៊ីអ៊ីវឈ្មោះគីយ៉ូសាហ្នឹងគេយកមកជាលក់ជាមួយនឹងគៀវទេតែខ្ញុំទិញឃើញគេចុះតម្លៃក៏ទិញយកមកតែពិតយើងអាចឆាជូរអែមឲ្យដាក់នឹងបានដែរតើរសជាតិវារៀងជូរអែមជូរជាងអែមទៀតណោះបកជប៉ុនគេហូបគេគិតសុខភាពរបស់ក៏ជូរជាងអែមបន្ទាប់មកក៏ដាក់បន្លែចម្រុះ2មុខ3មុខនឹងឯងចូលគ្នានឹកឃើញថាបើដាក់ក្របឲ្យងុំទៅលឿនឆាប់បានឆ្អិនត្រឹមស្នេហាខ្ញុំមកដល់ល្មមហូបតែប៉ុណ្ណោះឯងវីដេអូរបស់ខ្ញុំនេះធ្វើម្ហូបនេះរកឈ្មោះដាក់ម្ហូបមិនឃើញទេមិនដឹងជាម្ហូបស្ដីទេឲ្យទៅធ្វើទៅបានក្តៅហូបចេះតែធ្វើហើយមួយរយៈនេះខ្ញុំធ្វើវីដេអូបង្ហោះចំណាប់ដែរជាពិសេសគឺវីដេអូធ្វើម្ហូបមូលហេតុគឺដោយសារវាតិចឈរមិនហ៊ានឆ្ងាយពីចក្រានទេចាំមើលទៅភ្លើងខែនេះនឹងអស់ប៉ុណ្ណាដោយសារណែតិចពេកក៏មានអ្នកណាមកឈរចិត្តចក្រានធ្វើទៅម្ហូបបាយរួចបកអំបិលដើម្បីហូបស្វាយអាមហាថ្លៃនឹងហូបវាអស់កុំគិតច្រើនចាំអស់ខ្ញុំទិញទៀត